Cha,ជំរាបសួរបងប្អូនថ្ងៃនេះបងប្អូនប្រហែលជាឆ្ងល់ហើយបើកក្បាលវីដេអូមកអាចជាវាធ្វើអីចេះថ្ងៃហ្នឹងកាប់ពេកប៉ុកពេកប៉ោងនេះហើយថ្ងៃនេះនាងខ្ញុំមកធ្វើទឹកតឡាចបងប្អូនធ្វើទឹកតឡាចទុកគ្រាន់ញ៉ាំទឹកតឡាចនេះគឺវាជំនួយសុខភាពដែរបងប្អូនវាឆ្ងាញ់ហើយមានប្រយោជន៍ទៀតហើយតឡាចនេះតឡាចបងស្រីនាងខ្ញុំឲ្យដល់ពេលអញ្ចឹងពេលដែលមានតម្លៃម្ដងនាងខ្ញុំនឹកឃើញតែធ្វើទឹកតឡាចទេហើយទឹកតឡាចនាងខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែតឡាចលឹកតយហ្នឹងនាងខ្ញុំធ្វើបានហើយលឹកតយហ្នឹងក៏មិនទៅហើយណាឆ្ងាយដែរនាងខ្ញុំដាំទៅនៅផ្ទះនាងខ្ញុំហ្នឹងហើយវិធីធ្វើទឹកតឡាចមួយមុខនេះបងប្អូនយកតឡាចចាស់ធ្វើក៏បានតឡាចទុំក៏បានដែរបើតឡាចទុំកាន់តែពិសេសទៀតបងប្អូនហើយតឡាចនាងខ្ញុំមុននឹងយកមកកាប់កង់ដាក់អាំងបែបនេះនាងខ្ញុំបានលាងទឹកស្អាតរួចរាល់អស់ហើយបងប្អូនហើយនាងខ្ញុំអាំងតឡាចបដានាងខ្ញុំមកបកាត់ភ្លើងដាក់ដាំទឹកបដាហើយឥឡូវនាងខ្ញុំដាក់ដាំទឹកបែបនេះនាងខ្ញុំដាក់ដាំទឹកអញ្ចឹងបដាអាំងបដាទៅគឺចំណេញពេលវេលាបងប្អូនដាំទឹកពុះតឡាចនាងខ្ញុំអាំងឆ្អិនល្មមហើយទឹកនាងខ្ញុំឥឡូវពុះហើយនាងខ្ញុំដាក់បង់តឡាចចូលឲ្យបងប្អូនហើយតឡាចអាំងឲ្យវាក្រៀមបែបនេះណាពេលដែលយើងរំងាស់រៀងយូរបន្តិចគឺទឹកតឡាចហ្នឹងពណ៌ល្អបងប្អូននាងខ្ញុំអត់មានបានបន្ថែមពណ៌នៅក្នុងទឹកហ្នឹងទេពេលដែលនាងខ្ញុំដាក់តឡាចចូលហើយនាងខ្ញុំបិទគ្របទុកសិនទុករំងាស់វាប្រហែលជា2ម៉ោងឥឡូវតឡាចនាងខ្ញុំឆ្អិនហើយឆ្អិននាងខ្ញុំដាក់ស្ករសចូល2កូនចានបងប្អូនមើលទឹកតឡាចនាងខ្ញុំនេះពណ៌ឡើងល្អហ្មងណានាងខ្ញុំអត់បានប្រើស្ករពាងទេណាតែពណ៌វាចេញមកគឺល្អហ្មងឲ្យតែថាអាំងតឡាចរៀងក្រៀមបែបនេះគឺធ្វើទៅគឺទឹកតឡាចពណ៌ស្អាតហ្មងពេលដែលបងប្អូនធ្វើងាស់ទឹកតឡាចហ្នឹងឲ្យរៀងទឹកបន្តិចហើយចាំបង់លក់តយចូលបែបនេះគឺធ្វើបែបនេះគឺវាឈ្ងុយឆ្ងាញ់លឹកតយនាងខ្ញុំអត់ដែរយកទៅងាស់ជាមួយតឡាចទុកតម្រងឯងបងប្អូនធ្វើបែបនោះគឺវាអត់ឆ្ងាញ់នាងខ្ញុំត្រឡប់ទៅធ្វើបែបនេះគឺវាឈ្ងុយឆ្ងាញ់ឥឡូវនាងខ្ញុំស្រង់តឡាចនឹងលឹកតយចេញសិនស្រង់ចេញហើយអស់បាននាងខ្ញុំច្រប់បែបនេះបងប្អូនមើលទឹកតឡាចនាងខ្ញុំនេះពណ៌ឡើងល្អគួរចង់ញ៉ាំហ្មងណាហើយធ្វើបែបនេះគឺវាពណ៌ស្អាតហើយទឹកតឡាចហ្នឹងពេលដែលញ៉ាំទៅគឺវាឆ្ងាញ់មិនត្រឹមតែឆ្ងាញ់ទេចំណេញដល់សុខភាពទៀតចំណេញទាំងសុខភាពចំណេញទាំងថវិកាចំណាយអស់លុយតិចទេបងប្អូនទឹកតឡាចមួយមុខនេះចំណាយអស់លុយតិចតែបានទឹកតឡាចមកវិញឡើងច្រើនណាបងប្អូនឥឡូវនាងខ្ញុំច្រកដាក់ដបបែបនេះនាងខ្ញុំច្រកដាក់ដបបែបនេះគឺពេលដែលយកទៅក្លាសេស្នុកយកមកញ៉ាំហើយឥឡូវអត់ចាំបាច់ក្លាសេយូរទេបងប្អូនអើយដាក់តកកចូលហើយនេះឆ្ងាញ់ណាស់បងប្អូនអើយឡើងមានជាតិតែម្ដង